អ្នកគ្រូខ្ញុំនិយាយមកយូរហើយអត់បានអញ្ចឹងដោយសារតែយើងមិនបានធ្វើវាខ្ជាប់ខ្ជួនយើងធ្វើត្រឹមតែនៅថ្ងៃដែលយើងត្រូវការចុះថ្ងៃដែលយើងមិនត្រូវការថ្ងៃដែលយើងភ្លេចខ្លួនអ្នកទាំងអស់គ្នាគិតអវិជ្ជមានរយៈពេលជាច្រើនឆ្នាំខ្ញុំជឿជាក់ថាអ្នកដែលមកមើលវីដេអូរបស់ខ្ញុំមិនមែនអាយុ18ឆ្នាំទេហើយក៏ភាគច្រើនក៏មិនមែនអាយុ20ឆ្នាំដែរយ៉ាងហោចណាស់ក៏25ឆ្នាំ35 45 50អញ្ចឹងខ្ញុំជឿជាក់ថាអាយុកាលដែលយើងឆ្លងកាត់នៅបទពិសោធន៍ជីវិតនេះវាច្រើនណាស់ហើយការគិតរបស់យើងនឹងក៏វាច្រើនណាស់ដែរនៅរឿងអវិជ្ជមានចុះទម្រាំតែយើងចាប់ផ្ដើមធ្វើវាថាតើអាចលៀងនៅរឿងអវិជ្ជមាននោះអស់បានអត់ក្នុងរយៈពេលត្រឹមតែ2ថ្ងៃ3ថ្ងៃ5ថ្ងៃអ្វីក៏ដោយវាត្រូវការពេលវេលារបស់វាអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើម reprogram ចាប់តាំងពីថ្ងៃនេះទៅបានតបពីអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំហើយពីព្រោះថាទៅតែនឹងដើមឆ្នាំឯងយើងមានពេលច្រើនមែនតើ365ថ្ងៃយើងធ្វើវាជារៀងរាល់ថ្ងៃមួយថ្ងៃត្រឹមតែមួយពាក្យពីរពាក្យខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាធ្វើបាន subconscious mind របស់យើងគឺចូលចិត្តស៊ីនៅអារម្មណ៍ជាចំណីគឺអារម្មណ៍ដែលល្អអ្នកទាំងអស់គ្នាដាក់អារម្មណ៍មិនល្អក៏បានដែរប៉ុន្តែយើងនឹងជួបជីវិតដែលមិនល្អដូចគ្នា